និយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតឡាការណាបើយើងមានភាពបរិសុទ្ធមិនទៅខ្លាចតឡាការទេមិនទៅខ្លាចតឡាការទេពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេនៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកអាប័ណ្ណបញ្ជានឹងវិញទៅវាជាប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាមិនទង់វែងឆ្នាំវែងទេដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលោកឡំជាមួយនឹងអារឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយកម្ពុជាគ្មានចំណែកដើម្បីទៅជួយស្រាយរឿងនេះទេតែគេថាចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ចង្អុលថាកម្ពុជាផន់ច្រឡំកម្ពុជាអត់បានផន់ច្រឡំទេអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងក្នុងពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតយើងក៏ចេះគិតគូរអំពីអ្វីដែលហៅថាម្ចាស់ការរបស់ខ្លួនដែរយោធាថៃត្រូវតែបើកខ្លួនឯងបន្តទៅកម្ពុជានឹងសម្រួលឲ្យដូចដើមវិញនោះជាការស្រេចហើយប្រើពេលត្រឹមតែខ្ញុំថាឲ្យអស់កន្លះម៉ោងចប់ហើយការបើកច្រកគឺថៃជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកដោយកម្ពុជាមិនត្រូវចរចាទៅលើបញ្ហានេះទេមានសំណើសូមឲ្យមានការចរចាក៏ប៉ុន្តែតើវាស័ក្តិសមទេសម្រាប់ការចរចារឿងបែបនេះការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងរវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនតែហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាពេលនេះកម្ពុជាអត់មានទៅការនាំស្អីទេហើយបើសិនជានៅក្នុងសំផ្នែនាំលើរឿងនេះទីមួយត្រូវខិតខំប្រមូលទិញបើសិនជាបងប្អូនមានយកទៅចែកកងទ័ពនៅតាមទូដែរតว่าអូត្រៀមថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃ
កុំខឹងសម្បាជាមួយនឹងកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចយើងយល់យើងស្គាល់រដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកគ្រឿងឲ្យបិទហើយនៅទីនេះមានតែនាយករដ្ឋមន្ត្រីទេហើយជាតួអង្គតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់និងតួអង្គកម្លាំងអាវុធគឺនៅក្រោមជាតួអង្គតែមួយទេយើងមិនយល់បង្ហាញការមិនយល់របស់យើងចំពោះអ្វីដែលបានកើតជារឿងរបស់ថៃទេយើងមិនជឿជឿទេក៏ប៉ុន្តែហេតុអីបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីជួបជាមួយនាយករដ្ឋមន្ត្រីបែរជាគ្មានសិទ្ធិបើកហើយខាងនេះគឺសូមបញ្ជាក់ជូនត្រឡប់ទៅវិញថាប្រសិនបើថៃបើកនៅម៉ោង1យូរបំផុត5ម៉ោងខ្ញុំនិយាយថាយូរបំផុត5ម៉ោងព្រោះខ្ញុំចង់និយាយថាកៃឡូថៃថាប្រកាសបើកនៅម៉ោង1យប់យើងកន្លែងកដេកអត់ដឹងរឿងចឹងបានខ្ញុំនិយាយថាយូរបំផុត5ម៉ោងប៉ុន្តែបើសិនជាពេលថ្ងៃវិញប្រហែលជាត្រឹមតែ1ម៉ោងឬ2ម៉ោងកម្ពុជាបើកធម្មតាដូចស្អីវាងាយណាស់នៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកអាប័ណ្ណបញ្ជានឹងវិញទៅវាជាប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាមិនទងវែងឆ្នាំវែងទេដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលោកឡំជាមួយនឹងអារឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយកម្ពុជាគ្មានចំណែកដើម្បីទៅជួយស្រាយរឿងនេះទេហើយកម្ពុជានឹងបន្តធ្វើរួចហើយដោយសារតែហើយអ្នកឯងចង្អុលថាកម្ពុជាផន់ច្រឡំកម្ពុជាអត់បានផន់ច្រឡំទេអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងក្នុងពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតយើងក៏ចេះគិតគូរអំពីអ្វីដែលហៅថាម្ចាស់ការរបស់ខ្លួនដែរដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើអ៊ីនធឺណិតក៏ត្រូវបាត់បង់ប្រាក់ចំណូលដែលធ្លាប់បានមកពីអ៊ីនធឺណិតហើយយើងក៏កំពុងពិចារណាហើយសូមនិយាយទុកជាមុនថាលទ្ធភាពនៃការបិទមិនឲ្យនាំទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជាគឺជាលទ្ធភាពខ្ពស់ប្រសិនបើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការឡើងវិញហើយសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគឺត្រូវនឹកណូហើយក្រំតែបញ្ហាបិទផ្លែឈើនិងបន្លែបងប្អូនកុំកម្ពុជាកុំឆ្លៀតតម្លើងថ្លៃក្នុងពេលហ្នឹងយើងត្រូវការប្រើប្រាស់ទំនិញក្នុងស្រុករបស់យើងដោយគ្មានជាតិគីមីផងមិនព្រួយបារម្ភពីរឿងជាតិគីមីទេយើងមិនមែនបំផុសឲ្យមានស្មារតីជាតិនិយមទេខ្ញុំបាននិយាយតាំងពីដើមទីថាកុំឲ្យចំនួនវិរិយរដាពីកន្លែងមួយទៅកាន់កន្លែងមួយពីវិស័យមួយទៅកាន់វិស័យមួយទៀតប៉ុន្តែបែរជាខាងនោះគិតស្មានថានេះជាចំណុចខ្សោយរបស់កម្ពុជាខុសហើយអ្នកគិតខុសហើយដែលធ្វើឲ្យរីករាលដាលទៅដល់វិស័យដទៃក្នុងនោះមានវិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់របស់ប្រជាពលរដ្ឋអ្នកពិតជាយល់ខុសខ្ញុំនិយាយដោយស្មោះត្រង់សូម្បីតែស្ថានភាពឆ្នាំ1900 2008ដល់2011ពេលនោះក៏មិនរាលដាលដែរខ្ញុំសូមរំលឹកពេលនោះមានការប្រជុំអាស៊ានជប៉ុននៅតូក្យូមេកុងជប៉ុននៅតូក្យូអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធ វិជ្ជាជីវៈបានប្រកាសនៅទីក្រុងតូក្យូថានឹងបិទព្រំដែនកម្ពុជាថៃពេលមកដល់ពូជតុងខ្ញុំបានប្រកាសថាប្រសិនបើហ៊ានបិទព្រំដែនកម្ពុជានឹងប្រកាសឈប់ប្រើតំបន់ថៃទាំងអស់
โดยเฉพาะเป็นโรคอภิสิทธิ์อาเรียนบันทึกแล้วให้ไอ้บ้านเป็นนี่ไหนเธอจังกัมพูชีก็เตะแต่อันวัดวิธีซะดอกเรื่องมองเราบอกลุ้นได้ยืนเตะจมนู้นได้ผลิตภัณฑ์ครองทรัพย์เราบอกยืนได้ผลิตมาหายยืนเตะปลาในตุ่มนิ่งปีประเทศจีนใกล้ปีประเทศไทยหายซานี่ยืนบ้านไปจูนเจนปีหมดหายก็ประเดี๋ยวยืนส้มไปเจ้าลางวิ่งต่างออกลางวิ่งต่างออกเรื่องรัฐบาลบ้านเตรียมครูนให้แต่ไม่ถือกิจการต่างหลายหายกัดบนทอยตะก้อนในการปึงเปะปีสมัครไทยเมียนบ้องโอนมวยจุดโจมอกกับมันจิตพิเศษมิสัตไทยกุกจำยังไงจำสมปรามเต้บ่าวกีปะตอไอเรียนบ้านคือเรียนเต้บ่าวตรอมมันบ้านเต้แต่รับบอกไม่วิ่งมองมาเรียนเราสกไม่วิ่งมาดาวเรียนหาเราบอกก็เรียนเราสกไม่จำบ่าวสันชื่อกระทรวงเอาพรมอยู่ประจำในเวลาหนักข้างรัฐบาลมันไอ้แต่ทั่วก็ตะวันจำจะเนี่ยเจงลุยเอาอยู่เรื่องจำโยกาแต่รู้เขาตะเลยปัญหาหนึ่งโยเธอไทยเตอตับบางครูนไอมาต่อเติมการไปเชื่อนังสมรู้เอาโดยดาวิดนุชกาสไรหายปลายปีตรมแต่คำท่าเอาออกกระลามาองจอบก่อนได้เจงปะกะรู้ใช้เจาะพรมแดนเบาปีมองผมไว้พระดอกมองดอกอยู่ปีนเตยวิจกาสไรเฮ้ยจอบเฮ้ยปนักงูไอ้การไปเชื่อคือนึงปะกะหายเบาเจาะลายวิ่งหายเบาเจาะลายวิ่งหายปะกะหายยกเซวาตุ่มดินเตยมองโดยเต่าหายก็ทรงจุดเรียบจูนได้สำหรับเนี่ยจุดมือต่างหลายแต่ทลบเติมเชื่อบ้านในครองประเทศไทยแต่เมื่อทลบหมอบเชื่อบ้านครองประเทศเราบอกลุ้นวิ่งหรือถ้าเกมมันเชื่อบ้านบางเกมมันเชื่อบ้านเยอะเชื่อบ้านครองประเทศเราบอกเยอะเชื่อบ้านครองประเทศเยอะปัญหาที่ใบคือปัญหาการไปเชื่อไปจูนเตอ ICC คือเตอตุลาการยุติธรรมอันตรายชิบวิจิการกอบจูนนะการไป60 ฉลามหมดคือหน่วยไงที่ดับปรำใครมีตัวนาชนะมาพอประมาณ60 ปีคือ60 ฉลามหมดคือพี่มาใช่คือปรากฏนะประไม่ได้รองบานยกชนะในตุลาการใครไงมาใช่ไม่ได้ร้อนใจการบอติการวิจีพระสกอตก็บ้านเจ้าฮัตเลขาบรรจุนเตอร์ICCคือจอมไงก็ได้จอมไงก็ได้วิจิการกอบจูนจิการกอบจูนแต่นี่คือชื่อลิขิตได้ประจุนจิตไอ้สำนักเรื่องดนตรีเทียบนั้นประจุนตามกล่าวให้ได้บานยืนตระยกปัญหานี้ตั้งICCสมัยนี้ได้ซาแต่เพียงกี่ต่างปีมันอาจจะสำหรับเครือบ้านเต้ในอาจจะบอลต่างบุญนึงอาจจะสำหรับเครือบ้านเต้บางเพียงกี่ต่างปีมันอาจจะเราเคยในการจะสำหรับเครือจุ่มรึเราบอกยืนตระยกจุ่มรึสันติภาพนั้นจุ่มรึในการผ่านวัดฉบับอันตรายสันติภาพแต่ปีนึงสัตย์สันติภาพต่างอ๋อยนในการทวีปีกี้ในการจอจ้าcóสันติภาพยนในการโจลตะขนมตะลากาcóสันติภาพมันไม่บ้านจะใกล้ท่าไปจุนสำนบเรื่องแต่กันตะลากาอันตรายชิดคือจิการบังกอสังเกตหรือประการสังเกตที่นะประการสังเกตที่เวชว่าละให้ส้มไม่แต่ขนมประมาณใครก็ลองเติมเวียกรบกรอนดำไม่ไปเจ้าท่ากิจจังไว้ขึ้นจีเชียงตัวเราสันติภาพตามไปเยอะตัวลากาแต่คือถ้ามาจังบาดใดนั้นจังบานไกลนั้นคือตะไว้ขึ้นกัมพูชีมันเหมือนคว้าวุธหรือคว้ากำลังดำไม่ไว้ขึ้นดิแต่กัมพูชีมันจังไว้ขึ้นดิกัมพูชีมันเจ้าพิชันเตะระบอกล้วนเงินกำลังตุ๊บตัวจะมวยนึงยะท่าให้ต่างออกคนแต่ล้วนมันจังไว้เนี่ยนาต่างออกแต่มาการพี่ตักได้ระบอกล้วนนี่หายดับบอลจากบุญนี่รุมด้านเชียงประมาณกิโลเมตรคนแต่ดับบอลบุญนี่คือดับบอลมุมใบ
ប្រាសាទតាមន់ធំប្រាសាទតាមន់តូចប្រាសាទតាកបីគឺមិនអាចរកការស្រុកស្រួលគ្នាបានទេទ្វេភាគី100 ឆ្នាំទៀតឬ200 ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរនៅប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្តច្បាប់ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគ្រប់ច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគម្រាមប្រើប្រាស់កម្លាំងនិងគ្រប់គ្រងដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការណានិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការណាបើយើងមានភាពបរិសុទ្ធមិនទៅខ្លាចតុលាការទេមិនទៅខ្លាចតុលាការទេឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានល្អបំផុតហើយគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមួយជៀសផុតពីគំនាបរបស់មហាជនរដ្ឋាភិបាលមួយមិនអាចទៅចង្អុលថាខ្ញុំដកថយខ្ញុំបកគលអានេះឲ្យអ្នកឯងមិនអាចទៅនិយាយចឹងបានទេប៉ុន្តែបើតុលាការកាត់ក្តីមកគឺយើងទទួលការគោរពចំពោះសាលការតុលាការនេះយើងបញ្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនៅចំណុចវាបែបនេះអញ្ចឹងយើងត្រូវទៅលះបង់អាកន្លែងហ្នឹងទៅណាចុះវិធីវាជាល្អបើវាយទឹកគ្នាតើសាច់ឈាមអស់ប្រមាណអញ្ចឹងខ្ញុំគិតថាអន្តរប្រទេសអំពីមិនចង់ឲ្យមានសង្គ្រាមហើយចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធីគ្រប់គ្រងទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ800 គីឡូម៉ែត្រជាតិយើងយកតែចំណុច4ចំណុចទេយកទៅដោះស្រាយមិនមែនបានស្គាល់ថា4ចំណុចនេះយើងចាត់ទុកថាដីស្មើនឹង50 គីឡូម៉ែត្រទៅចុះយកថាប៉ុណ្្នឹងទៅចុះវាមិនដល់ផងប៉ុន្តែនៅសល់700 ម៉ែត្រគីឡូម៉ែត្រជាងទៀតគឺយន្តការទ្វេភាគីនេះគឺជាការលើកឡើងការជូនព័ត៌មានហើយយើងមិនដោះថយទេហើយខ្ញុំសង្ឃឹមថាមានតែយន្តការនេះទេហើយយើងកុំខ្លាចប្រសិនបើយើងគឺមានភាពសុចរិតគ្រប់គ្រាន់យើងហ៊ានឡើងតុលាការអ្នកដែលមិនហ៊ានទៅឡើងតុលាការទេគឺជាអ្នកដែលខ្លាចហើយមានអាចកម្បាំងនយោបាយមានអាចកម្បាំងអ្វីនៅពីក្រោយហើយនេះគេកាន់តែបញ្យល់បានថាហេតុអីបាត់ជាហ៊ុនសែនកាលពេលនៅធ្វើនាយករដ្ឋមន្ត្រីបញ្ជាទៅក្រសួងការបរទេសនិងទំនាក់នឹងបញ្ជាទៅតំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការវាយលុកចូលអ៊ុយក្រែនយើងបានព្យាករណ៍ដឹងទុកជាមុនទៅហើយហ៊ុនសែនអាចមើលធ្លុះសភាពការព្រោះស្ថានភាពវាបានកើតពិតប្រាកដរួចហើយវានឹងកើតជាបន្តទៀតដូច្នេះបានជាយើងត្រូវប្រកាន់យកអេរិយាបថជាការអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ដែលក្នុងនោះដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងឬមិនគម្រាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋដទៃក្នុងចំនួនដោះស្រាយចំនួន